วิธีធ្វើផ្កា lavender ចេញពីលូកាមញ៉ៃនេះដូចជាមានពី3ដែរចឹងឯនេះខ្ញុំលើកយកវិធីមួយមកវាងាយវាមិនសូវជាពិបាកខ្លាំងណាបងប្អូនសម្រាប់ម៉ូតនេះយើងគ្រាន់តែយកលួសមកកាត់យកប្រវែង6 សង់ទីម៉ែត្រហើយកាត់ទុកឲ្យបានច្រើនតែចាំយើងយកវាបត់ជាពីរបែបនេះពេលបត់នេះយើងលួចគូតជើងវាមិនតិចដូចខ្ញុំធ្វើនឹងមកដើម្បីពេលយកទៅផ្គុំវាអត់របូតចេញមកណាចឹងយើងធ្វើអាហ្នឹងឲ្យបានច្រើនតាមដែលអាចធ្វើបានហើយពណ៌អីក៏បានដែរថ្ងៃនេះខ្ញុំលើកយកពណ៌ផ្ទៃមេឃមកហ្មងទៅអញ្ចឹងសម្រាប់ពេលដែលយើងធ្វើហើយនេះដល់វាយើងធ្វើដើមម្ដងដើមយើងយកលូកាមញ៉ៃមកតែផ្សេងទៀតជាមួយនឹងដើមដៃគេហ្នឹងអញ្ចឹងរបៀបដែលយើងធ្វើនេះអាចលួចដាក់កៅទៀនទិញទួចទៅដើម្បីវាជាប់ល្អជំហានបន្ទាប់ទៀតដល់វាបិទស្រទាប់ការឡើងហើយអញ្ចឹងបងប្អូនដាក់ការនេះមួយកុំឲ្យវាលាក់ឡាក់ណាហើយចំពោះការបិទវិញគឺយកពីដំបូងនេះបិទទល់មុខគ្នាហើយពីក្របទៀតក៏បិទទល់មុខគ្នាចឹងដែរឲ្យបាន4ទិសហើយយើងមើលមួយដែរព្រោះបើសិនជាយើងបិទខុសកលៈបន្តិចពេលយើងបកផ្កាហ្នឹងមកគឺវារៀងវាលណាចឹងបាយមើលឡើងនឹងស្រួលបួលទៅនេះខ្ញុំដាក់គឺគ្រប់ជាន់ចឹងហើយ4បើនិយាយទៅមួយជាន់4មួយជាន់4គ្រាប់មួយជាន់4គ្រាប់យើងបិទវាតាមកលៈវាណាបើសិនជាធ្វើមួយតងទី1អត់ស្អាតទេបែរធ្វើគ្រប់ពី3តងទៅវាស្អាតហើយអានេះអ្នកបិទដំបងក៏អត់ទាន់បិទអីអត់ទាន់ចេះអីវារៀងវើកាឡាវាបន្តិចហើយយើងក៏បន្តបិទអាស្រទាប់ហ្នឹងរហូតតតែដល់កន្លែងដែលយើងចង់ឈប់ទៅឬក៏យកប្រវែងនេះដូចខ្ញុំខ្ទង់ជា13-14 សង់ទីម៉ែត្រអីហ្នឹងហើយបើខ្ញុំរុំស្គុតនេះចូលស្គុតហ្នឹងគឺបងប្អូនចង់រំឲ្យជាប់ក៏ទីងតិចបើវាបែកសាច់កាយចេញមកណាតមកទៀតគឺយើងធ្វើការបកស្រទាប់បន្តិចក៏បានឬក៏ទុកទាំងដុលអញ្ចឹងក៏បានដែរនិយាយទៅ lavender យើងចង់ឲ្យហិចដូចខ្ញុំពងតបកក៏បានមិនចង់ក៏ហិចទៅអត់អីទេវាមិនសូវជាស្កត់ធ្ងន់ហើយបើនិយាយពីពណ៌វិញធ្វើពណ៌អីក៏បានដែរនេះឥឡូវខ្ញុំដល់វគ្គធ្វើស្លឹកហើយសម្រាប់ស្លឹកគឺខ្ញុំយកលួសតាម៉ាត់សៃមកបត់អញ្ចឹងស្លឹកគឺងាយខ្លាំងមែនតែនហ្មងប៉ុន្តែយើងប្រយ័ត្នកុំឲ្យបាក់កាមញ៉ៃបើសិនជាលួសនឹងបាក់បន្តិចគឺធ្វើឲ្យស្លឹកហ្នឹងក្វេកអត់ស្អាតទេអត់ត្រង់ស្អាតអញ្ចឹងណាហើយបងប្អូនមើលតាមហ្នឹងមកវាអត់សូវជាពិបាកទេស្លឹកនេះស្រួលអញ្ចឹងយើងធ្វើយកតែ2ស្លឹកបានហើយឬក៏ដាក់3ក៏បានដែរណាបងប្អូនណាខ្ញុំធ្វើតែ2ក្នុងនេះដាក់មកគូហើយយកមករុំជាមួយស្គុតយើងដដែលហ្នឹងដែរប៉ុណ្ណឹងយើងបានផ្កាយ៉ាងស្រស់ស្អាតបាត់ហើយបងចង់យកដាក់ថោតាំងនៅផ្ទះចង់ធ្វើកាដូជូនគេចាក់បាច់ផ្កាកន្ត្រកប្រអប់សម្រាប់អ្នកលក់អ្នកដូរអីអាចចាក់បានទៀតធ្វើបានច្រើនពណ៌ដែរសម្រាប់បងគាត់ចង់កំងជាបាច់ផ្កាខ្ញុំឬក៏ចង់ទិញជា lavender ហ្នឹងទៅទេឬក៏បងខ្លះគាត់ចង់រៀនធ្វើខ្លួនឯងបញ្ចេញស្នាដៃអីខ្ញុំក៏មានឈុតលក់ដូចគ្នាដែរឥឡូវនេះកំពុងតែមានឈុត5រៀលឡើងទេបងចង់បានណានេះមានគ្រប់សពអញ្ចឹងក៏បានឬក៏សាកឈុតទូចចេះក៏បានដែរហើយមានច្រើនពណ៌ទៀត